ពេលកូនក្រមុំលើកតែជូនឪពុកក្មេកស្រាប់តែមានកូនកំឡោះវីពេញតែចោលពេលនោះនាងដឹងថានាងរៀបការចូលរួមខ្លះហើយក៏សម្រេចចិត្តចង់បញ្ចប់ការរៀបការភ្លាមឥឡូវនេះអ្នកមីងចាប់ផ្ដើមស្ដាយក្រោយព្រោះហំបាញ់មិញគាត់ចង់ធ្វើបាបកូនក្រមុំបង្ខំឲ្យនាងដើរឆ្លងចង្ក្រានភ្លើងដោយយកលេសថាដើម្បីកាត់ចង្រៃឃើញកូនក្រមុំមិនព្រមមីងក៏លួចក្តិចដៃនាងបង្ខំភ្ញៀវនាំគ្នានិយាយដើមសំបីតែកូនកំឡោះក៏មិនជួយនាងត្រូវបង្ខំចិត្តដើរទៅរកភ្លើងឈប់សិនខ្ញុំឃើញភ្លើងនេះវាធំពេកហើយដោយសារភ្លើងឆាប់ខ្លាំងពេកនាងក៏ថយក្រោយវិញតែមីងបែរជាច្រាននាងចូលទៅក្នុងភ្លើងចៃដន្យឪពុកនាងមកដល់កន្លែងរៀបការពេលគាត់បិចនឹងឃើញហេតុការណ៍នោះក៏ត្រូវអ្នកគ្រប់គ្រងសន្តាគារបាំងចិត្តអ្នកគ្រប់គ្រងស្គាល់គាត់ច្បាស់ថាជាសេដ្ឋីសិនយិកឈឹងនេះជាកាដូសម្រាប់កូនកំឡោះក្រមុំក្នុងនាមជាអ្នកគ្រប់គ្រងរឿងជូនកាដូនេះពឹងលើអ្នកហើយតែអ្នកគ្រប់គ្រងមិនដឹងថានាងជាកូនសេដ្ឋីស្មានថាសេដ្ឋីជូនខាងកូនកំឡោះទៅវិញគាត់ខ្លួនឯងធ្វើខុសធំហើយចំណែកឯខាងនោះពិធីរៀបការដល់វគ្គលើកតែជូនចាស់ទុំឪពុកសេដ្ឋីឈរមើលពីក្រោមឆាកពេលឪពុកក្មេកហៀបនឹងទទួលតែមីងក៏វីពេញតែចោលក្តាំងតែនេះមិនមែនចេះតែផឹកញីទេចង់ធ្វើកូនប្រសាទគោលូថ្ងៃនេះខ្ញុំត្រូវប្រាប់ពីច្បាប់ទី1គឺត្រូវស្ដាប់ប្តីជាធំកូនក្រមុំត្រូវចុះហត្ថលេខាលើច្បាប់នេះទើបអាចចូលផ្ទះបានទៅថ្ងៃមុខជីឈិនជាម្ចាស់ជីវិតនាងសម្ដីគេគឺរិះបញ្ជាគេថាមេឃហាមថាដីបើគេហត់នាងត្រូវប្រញាប់ទៅច្របាច់គុកហាមយឺតយ៉ាវដាច់ខាតបើថ្ងៃណាមួយគេខឹងនាងមិនថានាងខុសឬត្រូវតែទទួលខុសបើហ៊ានដមាត់គឺមានទោសធ្ងន់ហើយនៅមានទៀតលុយកាក់ទាំងអស់ប្តីជាអ្នកកាន់មួយខែឲ្យនាងចាយតែ300ទេពេលឆ្លងទន្លេហាមរកអ្នកមកជួយមើលហើយបើកាត់កូនមកមិនមែនប្រុសទេអ្នកមីងនិយាយស្អីហ្នឹងពួកគាត់មិនមែនចង់រៀបការទេគឺចង់យកចាទៅធ្វើទាសករក្មេងដូចឯងកុំចេះខ្ញុំធ្វើដើម្បីល្អចំពោះពួកគេទេចានាងព្រមចុះហត្ថលេខាទេបើមិនព្រមកុំសង្ឃឹមចូលផ្ទះខ្ញុំបានជីឈិនបងក៏គិតដូចមីងបងដែរចង់ឲ្យអូនរស់នៅបែបនេះមែនទេមិនមែនទេចាគ្រាន់តែជាលិខិតតើកុំស្ដាប់គាត់បងនឹងល្អចំពោះអូនអញបិទមាត់ទៅខ្ញុំធ្វើដើម្បីអញណានេះជាផ្ទះត្រកូលលូរៀបការត្រូវធ្វើតាមច្បាប់ត្រកូលលូចាខ្ញុំសួរម្ដងទៀតនាងព្រមចុះរត់អ្នកមីងចាជាក្មេងល្អមីងបង្ខំឲ្យចុះកិច្ចសន្យាបែបនេះវាដូចជាហួសហេតុពេកហើយឯងដឹងអីសម័យនេះរកស្រីល្អពិបាកណាស់ខ្ញុំថាគាត់ចង់និយាយថារៀបការចូលផ្ទះយើងដើម្បីស្រណុកផ្ទះយើងមានលក្ខខណ្ឌល្អជីឈិនធ្វើការនៅក្រុមហ៊ុនសេដ្ឋីទៀតមានស្រីប៉ុន្មានអ្នកចង់បានគេកុំនិយាយបែបហ្នឹងអីមិនក៏មិនបានវារត់មករកក្មួយខ្ញុំទាំងត្រហេបត្រហប់មិនដឹងជាបំណងអីពិតប្រាកដទេមើលទៅដូចជាស្រឡាញ់ណាស់តាមពិតជាស្រីគ្មានបានការកុំខឹងគាត់និយាយត្រង់អីមកពីកូនក្រមុំគ្រាន់តែជាក្មេងធ្វើការគ្មានខ្សែគ្មានខ្នងជប់និយាយផ្ដេសផ្ដាស់ចាមិនមែនចង់បានលុយជីឈិនទេអ្នកមិនដឹងថាចាគឺជាបើផ្ទះខាងស្រីមិនដល់ខាងប្រុសទេនៅឲ្យស្ងៀមទៅល្អជាងមិនលាក់បាំងទេខ្ញុំមានអ្នកគ្រប់គ្រងថាមានបុគ្គលសំខាន់ផ្ញើកាដូឲ្យកូនកំឡោះតម្លៃដល់ទៅ300លានឯណោះចប់ពិធីនឹងដឹងហើយថាជានរណាហាមានគេជូនកាដូធំម្លេះមែនអត់ហ្នឹង300លានក្មួយខ្ញុំពិតជាអស្ចារ្យមែនមានមុខមាត់ណាស់ឃើញទេក្មួយខ្ញុំពូកែប៉ុណ្ណាចង់តង់ត្រកូលលូយើងនៅមិនឆាប់យល់ព្រមទៀតមីងគាត់និយាយត្រូវជីឈិនអនាគតវែងឆ្ងាយណាស់ឆាប់យល់ព្រមទៅមើលថែគេឲ្យល្អនឹងមានជីវិតស្រណុកហើយត្រូវហើយចាបាយលើមិនស្ដាប់បង្គាប់ពេលប្តីមានបានទៅនាងនឹងស្ដាយក្រោយពួកនេះហ៊ានមើលងាយអ្នកនាងថែមទាំងបង្ហាញចរិតពិតទៀតពិតជាហួសហេតុបោកប្រាស់ខ្លួនឯងច្បាស់ជីឈិនខ្ញុំរៀបការនឹងបងមិនមែនមីងបងទេបងគ្មានចិត្តដាច់ស្រេចសោះឬចាបងដឹងថាអូនពិបាកចិត្តប៉ុន្តែរឿងតូចតាចកុំឲ្យប៉ះពាល់ស្នេហាយើងបងសន្យាថ្ងៃក្រោយបងនឹងសងគុណអូនវិញសងអ្វីដើម្បីរៀបការនឹងបងនាងទៀតថ្លៃទឹកដោះតែ3000ថែមទាំងយកលុយ200,000មកទៀតជីឈិនឯងថាស្រឡាញ់នាងតែជាបណ្ដោយឲ្យមីងធ្វើបាបនាងថាម៉េចយកលុយមកទៀតហេនាងល្អិតនេះក៏ហក់ទេដឹង